សម្រាប់ខ្ញុំគឺខ្ញុំរំភើបខ្លាំងមែនតើភាពជោគជ័យនេះបានមកក៏ដោយសារតែការលំអរបស់លោកគ្រូការខ្វែងគំនិតគ្នានិងការលើកយកតលហិកជាដើមសម្រាប់វិទ្យាល័យហ៊ុនសែនវារ៉េញហ្មងគឺពាក្យថាល្អស្អាតនិងវិន័យនៅលើទឹកដីខេត្តព្រះសីហនុដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជាមានគ្រឹះស្ថានអប់រំមួយដែលកំពុងបណ្ដុះក្តីស្រមៃនិងសក្តានុពលរបស់យុវជនជាច្រើនជំនាន់នោះគឺវិទ្យាល័យហ៊ុនសែនវីរិញនៅទីនេះការសិក្សាមិនត្រឹមតែជាការស្វែងរកចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែជាដំណើរនៃការកសាងភាពជាអ្នកដឹកនាំការទទួលខុសត្រូវនិងការត្រៀមខ្លួនសម្រាប់អនាគតតាមរយៈការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀននិងសិស្សានុសិស្សសាលាបានក្លាយជាកន្លែងដែលបណ្ដុះទាំងចំណេះដឹងគុណធម៌និងមហិច្ឆតាថ្ងៃនេះយើងនឹងជួបជាមួយបេក្ខជនមកពីវិទ្យាល័យហ៊ុនសែនវីរិញដើម្បីស្វែងយល់ពីបទពិសោធន៍ក្តីស្រមៃនិងមោទនភាពរបស់គាត់ចំពោះសាលាជាទីស្រឡាញ់មួយនេះមោទនភាពខ្លាំងបំផុតហ្នឹងគឺការជំរុញពីសហគមន៍និងគ្រូបង្រៀនដោយសារតែពេលដែលយើងចូលរួមនៅក្នុងកម្មវិធីណាមួយក៏ដោយពួកគាត់តែងតែជំរុញជាទឹកចិត្តឲ្យធនធានផ្សេងសម្ភារៈដល់ពួកយើងទាំងអស់ចំណុចល្អនៃវិទ្យាល័យហ៊ុនសែនវីរិញហ្មងតាមទស្សនវិជ្ជាដែលខ្ញុំឃើញជាក់ស្ដែងគឺការសាមគ្គីគ្នានៅក្នុងសាលាហើយការរក្សាបរិស្ថានបានល្អជាពិសេសការគ្រប់គ្រងរបស់នាយកសាលាពួកខាតាមទីតាំងនីមួយៗក៏បានរៀបចំបានយ៉ាងល្អរចនាសម្ព័ន្ធអីជាដើមគឺគាត់រៀបចំបានយ៉ាងល្អប្រសើរដូចគ្នាដែរបងពាក្យ3ម៉ាត់ដែលខ្ញុំនឹងនិយាយគឺពាក្យសម្រាប់វិទ្យាល័យហ៊ុនសែនវីរិញហ្មងគឺពាក្យថាល្អស្អាតនិងវិន័យសម្រាប់ចំណុចខ្លាំងទាំងអស់នោះមានដូចជាសម្បូរគាត់បកកាយខាងមានគំនិតបកកាយខាងផ្ដាល់យោបល់ហើយនឹងការតម្រូវហើយមានសុនហេងគាត់ខាងវោហារស័ព្ទគាត់ឆ្លើយសំណួរបានច្រើនហើយមានខេម៉ាក៏ដូចជានីតាពួកគាត់បកកាយខាងស្រាវជ្រាវរកទិន្នន័យហើយពួកយើងយកមកជជែកគ្នាហើយនឹងទទួលយកនៅចំណុចដែលល្អដើម្បីយកមកការតម្រូវក្រុមរបស់យើងសម្រាប់បញ្ហាដែលខ្ញុំតែងទៅជួបប្រទះគឺដោយសារយើងដឹងហើយថាសមាជិកយើងមានទាំងអស់5នាក់អញ្ចឹងគំនិតក៏វាអត់ដូចគ្នាដែរវាតែងតែមានអ្នកខ្លះមានគំនិតបែបទៅខាងនេះអ្នកខ្លះទៅខាងនោះបើសិនជាពួកយើងមានគំនិតផ្ទុយគ្នាគំនិតខ្វែងគ្នាអញ្ចឹងទៅក៏គំនិតទាំងអស់ហ្នឹងយកដាក់លើតុហើយមកប្រជុំគ្នាហើយតមកចាប់ផ្ដើមស្វែងរកដំណោះស្រាយយើងចាប់ផ្ដើម4មតិគ្នាយើងជួយគិតគ្នាទៅថាតើមតិមួយណាដែលយើងអាចយកបានហើយមតិមួយណាដែលយើងត្រូវការស្រាវជ្រាវបន្ថែមអ្វីដែលខ្ញុំជាប្រធានក្រុមក្នុងការដោះស្រាយតែម្ដងគឺយើងយកបញ្ហាហ្នឹងយកមកដាក់ប្រជុំគ្នាទាំង5នាក់មកនិយាយគ្នាថាយើងសរុបមតិគ្នាមូលមតិគ្នាថាមតិមួយណាអាចយកប្រើការកើតមតិមួយណាដែលថាយើងមិនអាចទទួលយកបានយើងអាចទៅសិក្សាឲ្យបានទទួលយកថាស៊ីជម្រៅជាងនឹងបន្ថែមទៀតមិនត្រឹមតែការប្រជុំគ្នាតែប៉ុណ្្នឹងទេគឺការប្រជុំជាមួយនឹងលោកគ្រូបង្វឹកលោកគ្រូដឹកនាំពីព្រោះគាត់ជាគ្រូបង្រៀនគាត់មានបច្ចេកទេសគាត់មានភាពទូលំទូលាយបទពិសោធន៍គាត់ក៏ច្រើនជាងយើងដែរពេលដែលបានពិភាក្សាជាមួយគាត់ទៅភាពខ្វែងគំនិតមួយចំនួនផងយើងហ្នឹងក៏បានដោះស្រាយហើយយើងក៏បានមូលមតិគ្នាដើម្បីបានទៅជាការខ្លឹមសារឬក៏ចំណុចនីមួយយកមកវិញ្ញាជាមួយគ្នាបន្តទៀតខ្ញុំសុំទោសលោកគ្រូដែលខ្ញុំបានអន់ចិត្តមួយលោកគ្រូពេលខ្លះប៉ុន្តែខ្ញុំក៏យល់ដែរថាអីដែលលោកគ្រូបានផ្ដល់នេះគឺសុទ្ធតែជាដំបូន្មានល្អហើយគឺជាមតិល្អដែលនឹងជួយជំរុញឲ្យក្រុមរបស់ពួកយើងខ្ញុំនឹងទទួលបាននូវភាពជោគជ័យហើយការលំអរបស់លោកគ្រូដូចគ្នាសម្រាប់កម្មវិធីវិទ្យាល័យខ្ញុំរៀនបានពីការនិយាយបញ្ចុះបញ្ចូលដោយសិលធម៌និងហេតុផលរឹងមាំរៀនពីការស្រាវជ្រាវទិន្នន័យនិងព័ត៌មានច្បាស់លាស់ហើយនឹងការស្វែងយល់ពីយុវជនបញ្ហាសង្គមវប្បធម៌និងអភិវឌ្ឍន៍ជាដើមសំណូមពររបស់ខ្ញុំទៅកាន់ក្រសួងអប់រំនិងអគ្គនាយកដ្ឋានគឺពួកគាត់បង្កើតនៅកម្មវិធីដែលល្អសម្រាប់យុវជនដូចជាកម្មវិធីជជែកដេញដើរយុវជនថ្នាក់ជាតិជាដើមដោយសារតែកម្មវិធីទាំងអស់ហ្នឹងបានផ្ដល់ឲ្យយុវជននៅចំណេះដឹងនិងបទពិសោធន៍ជាច្រើនហើយឲ្យយុវជនមានភាពតស៊ូក្លាហានដើម្បីបញ្ចេញវោហារស័ព្ទរបស់ខ្លួនខ្ញុំជាក្មេងស្រីដែលអត់សូវចេះនិយាយស្ដីច្រើនដូច្នេះហើយនៅពេលដែលជាប់មកដល់វគ្គនេះគឺខ្ញុំមានសេចក្តីសោមនស្សរីករាយនិងរំភើបខ្លាំងមែនទែនព្រោះថាវាក៏ជាឱកាសមួយដែលធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីនិងចំណេះដឹងជាច្រើននៅក្នុងជីវិតរបស់ខ្ញុំដែរបង
ខ្ញុំសូមគោរពអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រដល់ក្រុមរបស់នាងខ្ញុំតាំងពីវគ្គជម្រុះជុំទី1រហូតមកដល់វគ្គនេះនិងសូមសំណូមពរឲ្យអ្នកទាំងអស់គ្នានៅតែបន្តគាំទ្រដល់រូបនាងខ្ញុំនិងក្រុមរបស់នាងខ្ញុំដដែលដើម្បីលើកមុខមាត់សាលារៀនក៏ដូចជាខេត្តព្រះសីហនុនេះផងដែរ